សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃសុក្រទី8ខែឧសភាឆ្នាំ2026នេះឧត្តមស្នេហ៍ឯកផាតវិបុលសុភ័ក្រអគ្គនាយករងអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនិងជាអគ្គនាយកដ្ឋានតាក់ទងអន្តរជាតិក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាទៅចូលរួមសម្របសម្រួលក្នុងពិធីផ្ទេរប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្ម HOM ប្រចាំព្រះរាជាណាចក្រកម្ពុជាពីវរស្នីតូម៉ូតអាមីនប៊ីនបាហារ៉ុមជាប្រធានស្ដីទីនៃក្រុមអ្នកសង្កេតការអាស៊ាន AOT HOM ដែលបានបញ្ចប់អាណត្តិជូនទៅឧត្តមនាវីត្រី Glenn Zidison ជាប្រធានបេសកកម្មបដូវវេននៃក្រុមអ្នកសង្កេតការអាស៊ាន AOT HOM ហ្វីលីពីនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការទី2ក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនៅក្នុងឱកាសនោះឧត្តមនាវីត្រី Glenn Zidison ក៏បានបង្ហាញសារជាថ្មីអំពីការបដិញ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មដ៏មានសារៈសំខាន់នេះនិងខិតខំបំពេញការងារឲ្យសកម្មប្រកបដោយអព្យាក្រឹតភាពនិងបន្តធ្វើការចុះសង្កេតការណ៍ផ្ទៀងផ្ទាត់រាយការណ៍អំពីស្ថានភាពពិតតាមបណ្ដោយព្រំដែនកម្ពុជានិងថៃសូមគូបញ្ជាក់សារជាថ្មីថាកម្ពុជានៅតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងទូនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពសម្ដៅលើកម្ពស់តម្លាភាពគណនេយ្យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមកនិងតែងតែស្វាគមន៍ដល់បណ្ដាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកកិច្ចការនេះបន្ថែមទៀតរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាសូមបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពយូរអង្វែងអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃសុក្រ7រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី8ខែឧសភាឆ្នាំ2026